តោះមកស្គាល់ប្រាសាទហិណ្ឌូធំជាងគេបំផុតទាំង5លើភពផែនដីជាការពិតណាស់សាសនាហិណ្ឌូគឺជាសាសនាចំណាស់ជាងគេបំផុតមួយរបស់ពិភពលោកដោយមានតកតាងនិងមរតកស្ថាបត្យកម្មដ៏សម្បូរបែបតាមប្រាសាទធំនានានៅលើពិភពលោកថ្ងៃនេះ SBM News នឹងបង្ហាញមុខមាត់ពិតនៃប្រាសាទហិណ្ឌូដ៏ធំបំផុតទាំង5នៅលើភពផែនដីនេះជូនដល់លោកអ្នកនាងទាំងអស់បានជ្រាបក្នុងចំណោមប្រាសាទធំបំផុតទាំង5នេះមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជាដែរឬទេហើយបើមានតើស្ថិតនៅចំណាត់ថ្នាក់ទីប៉ុន្មានលំដាប់ទី5ប្រាសាទព្រំបាណន់ក្នុងប្រទេសឥណ្ឌូនេស៊ីប្រាសាទដ៏ធំនេះត្រូវបានគេសាងសង់នៅលើផ្ទៃដីដែលមានផ្ទៃក្រឡាប្រមាណ 398,000 ម៉ែត្រការ៉េប្រាសាទនេះត្រូវបានកសាងឡើងក្នុងសតវត្សទី9និងបានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ជាការពិតសំណង់ប្រាសាទនេះត្រូវបានសាងសង់ឡើងដើម្បីឧទ្ទិសដល់ព្រះព្រហ្មព្រះវិស្ណុនិងព្រះសិវៈខណៈប្រាសាទនេះគឺជាសំណង់ស្ថាបត្យកម្មជ្វាបុរាណមានកម្ពស់ខ្ពស់ស្កឹមស្កៃនិងមានក្បូរក្បាច់រចនានិងចម្លាក់ដ៏ស្មុគស្មាញលំដាប់ទី4ប្រាសាទមាសស្រីលក្ស្មីនារីក្នុងប្រទេសឥណ្ឌាប្រាសាទពណ៌មាសមួយនេះមានទីតាំងនៅទីក្រុង Vellore ក្នុងរដ្ឋ Tamil Nadu នៃប្រទេសឥណ្ឌាដែលត្រូវបានកសាងលើផ្ទៃដី 44686 ម៉ែត្រការ៉េប្រាសាទថ្មនេះត្រូវបានបញ្ចប់ការសាងសង់ក្នុងឆ្នាំ2007ហើយត្រូវបានគេកសាងឡើងដើម្បីឧទ្ទិសថ្វាយព្រះនាងលក្ស្មីដែលជាព្រះមហេសីទី1របស់ព្រះនរាយណ៍ព្រះនាងប្រសូតឡើងដំបូងក្នុងរឿងកូរសមុទ្រទឹកដោះជាមួយនឹងរូបសម្ផស្សដ៏ល្អលើសលប់ក្រៃលែងលំដាប់ទី3ប្រាសាទស្រីរាំងកនុនស្វាមីក្នុងប្រទេសឥណ្ឌាប្រាសាទនេះមានទំហំប្រមាណ 631,000 ម៉ែត្រការ៉េមានទីតាំងនៅទីក្រុងស្រីរគុំក្នុងរដ្ឋ Tamil Nadu នៃប្រទេសឥណ្ឌាប្រាសាទនេះត្រូវបានសាងសង់នៅសតវត្សទី19លើផ្ទៃដីទំហំ 631,000 ម៉ែត្រការ៉េជាមួយនឹងសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យហើយត្រូវកសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះវិស្ណុប្រាសាទនេះគឺជាទីសក្ការៈបូជាដ៏សំខាន់បំផុតមួយសម្រាប់អ្នកកាន់ព្រហ្មញ្ញសាសនាលំដាប់ទី2ប្រាសាទស្វាមិនអរិយនអាសាធម្មក្នុងសហរដ្ឋអាមេរិកប្រាសាទនេះត្រូវបានសាងសង់លើផ្ទៃដីទំហំ 65591 ម៉ែត្រការ៉េនៅឯរដ្ឋ New Jersey សហរដ្ឋអាមេរិកប្រាសាទមួយនេះបានចាប់ផ្ដើមសាងសង់នៅឆ្នាំ2015ដោយចម្លងចេញពីប្រាសាទស្វាមិនអរិយនអាសាធម្មនៅរដ្ឋធានី New Delhi ដែលមានទំហំ 7,742 ម៉ែត្រការ៉េប្រាសាទទំនើបនេះត្រូវបានកសាងឡើងដើម្បីឧទ្ទិសថ្វាយដល់អាទិទេពហិណ្ឌូដោយមានសិល្បៈចម្លាក់ដ៏ស្មុគស្មាញជាមួយនឹងការបង្ហាញពីតកតាងប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏យូរលង់របស់ឥណ្ឌាថែមទៀតផងលំដាប់ទី1ប្រាសាទអង្គរវត្តដ៏អស្ចារ្យរបស់ប្រទេសកម្ពុជាប្រាសាទបុរាណខ្មែរដែលមានឈ្មោះដើមថាបរមវិស្ណុលោកលាតសន្ធឹងលើផ្ទៃដី 1,062,600 ម៉ែត្រការ៉េក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជាដើមឡើយប្រាសាទដ៏មហិមានេះត្រូវបានបុព្វបុរសខ្មែរសាងសង់ឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះវិស្ណុប៉ុន្តែដោយសារតែសាសនានិយកម្មប្រាសាទនេះត្រូវបានផ្លាស់ប្ដូរជាបណ្ដើរទៅជាពុទ្ធសាសនដ្ឋានវិញនៅចុងបញ្ចប់នៃសតវត្សទី12ឬសម័យកណ្ដាលនៃប្រវត្តិសាស្ត្រកម្ពុជាគួរជម្រាបថាប្រាសាទខ្មែរបុរាណដ៏អច្ឆរិយៈមួយត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី2ជាមួយនឹងសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតលើโลกរួមទាំងចម្លាក់ដ៏រស់រវើកដែលជាសក្ខីកម្មបញ្ជាក់ពីភាពរីកចម្រើនផ្នែកស្ថាបត្យកម្មសំណង់បុរាណរបស់រាជាណាចក្រខ្មែរបុរាណយ៉ាងពិតប្រាកដក្នុងសម័យបុព្វកាលហើយត្រូវបានមនុស្សជាតិទូទាំងពិភពលោកចាត់ទុកប្រាសាទអង្គរវត្តជាបុរាណស្ថានហិណ្ឌូធំបំផុតក្នុងโลกគ្មានពីរឡើយ